ក្នុងផ្ទះតូចមួយនេះមានសេចក្តីស្រឡាញ់កក់ក្ដៅព្រះបានប្រទានគ្រួសារខ្ញុំជាអំណោយដ៏មានតម្លៃថ្ងៃយើងរស់ជាមួយគ្នាទោះមានទុក្ខឬសុខសាន្តយើងដឹងថាព្រះនៅជាមួយការពារគ្រួសារខ្ញុំជានិច្ចក្នុងដៃព្រះខ្ញុំទុកចិត្តលើគ្រួសារដែលទ្រង់ប្រទានព្រះប្រទានពរលើគ្រួសារខ្ញុំសេចក្តីសុខសាន្តពេញផ្ទះសេចក្តីស្រឡាញ់មិនខ្វះខាតនៅក្នុងចិត្តរាល់គ្នាទ្រង់ការពារនិងដឹកនាំគ្រប់ថ្ងៃនៃជីវិតយើងនឹងរស់ក្នុងព្រះគុណជាមួយទ្រង់ជានិច្ចនៅពេលមានបញ្ហាព្រះជួយឲ្យយើងឈររឹងមាំនៅពេលមានការឈឺចាប់ទ្រង់លួងលោមចិត្តយើងរៀនស្រឡាញ់គ្នាដោយចិត្តអត់ធ្មត់និងអភ័យទោព្រះបង្រៀនឲ្យយើងរស់ជាគ្រួសារដែលមានសេចក្តីសុខគ្រប់ថ្ងៃយើងអធិដ្ឋានសូមព្រះនៅជាមួយយើងព្រះប្រទានពរលើគ្រួសារខ្ញុំសេចក្តីសុខសាន្តពេញផ្ទះសេចក្តីសុខសាន្តពេញផ្ទះសេចក្តីស្រឡាញ់មិនបានចប់ចូលពេញក្នុងចិត្តយើងទ្រង់ជាពន្លឺក្នុងផ្ទះនេះនាំយើងឲ្យដើរផ្លូវត្រឹមត្រូវយើងនឹងសរសើរព្រះជាមួយគ្នារាល់ថ្ងៃពីជំនាន់ទៅជំនាន់ព្រះពរនៅគ្រួសារខ្ញុំកូននឹងស្គាល់ព្រះ